បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះបានមកលេងស្រុកដែលជាថ្ងៃចុងសប្តាហ៍បាទអញ្ចឹងជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅដើរលេងនៅទីតាំងណាមួយកុំភ្លេចធ្វើជាវីដេអូដើម្បីធ្វើការចែកម្លែកផងពីព្រោះថាបើសិនជាបងប្អូនចង់ធ្វើជាប្លុកយើងគួរតែអឺឆ្លៀតពេលវេលាបើសិនជាករណីដូចខ្ញុំនេះគឺខ្ញុំបានមកលេងនៅស្រុកកំណើតបាទអញ្ចឹងសម្រាប់ស្រុកនៅខាងខ្ញុំខ្ញុំបាននៅខាងខេត្តកណ្ដាលភូមិត្បូងឃុំកោះចារាមស្រុកសាច់កណ្ដាលខេត្តកណ្ដាលបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាពេលល្ងាចនៅខាងផ្ទះរបស់ខ្ញុំដែលខ្ញុំបានធ្វើការដើរពីខាងមាត់ទន្លេមកវិញតែជាផ្លូវបាក់ខ្សែនេះគឺជាផ្លូវមួយដែលជាផ្លូវរបស់ប្រជាពលរដ្ឋនៅលើភូមិកោះថ្មីផ្ទាល់តែម្ដងបាទអញ្ចឹងគូចង់ធ្វើជាវីដេអូខ្លះពីការមកលេងស្រុកដូចជាទស្សនវិជ្ជានៅស្រុកកំណើតរបស់ខ្ញុំដែលទស្សនវិជ្ជាពេលនេះម៉ោង6ជាងឃើញថាខាងខ្ញុំនេះអឺដើមអំពិលទឹកដើមឈើនៅខាងមុខផ្ទះរៀងច្រើនដែរបាទអញ្ចឹងសัตว์ចាបរលកអីហ្នឹងគឺត្រូវបានចូលទ្រនុំអស់ហើយសម្រាប់សត្វពាហនៈរបស់បងប្អូនជាប្រដ្ឋដូចជាគោសេះអីហ្នឹងគឺត្រូវបានម្ចាស់ផ្ទះនីមួយៗដែលគាត់បានធ្វើការចិញ្ចឹមសត្វគាត់បានធ្វើការគៀងចូលក្រោលអស់ហើយបាទអញ្ចឹងគូចង់ធ្វើជាវីដេអូខ្លះៗអំពីទស្សនវិជ្ជាពេលដែលមកលេងស្រុកបាទឥឡូវគ្រាន់តែខ្ញុំបានដើរមកដល់ពាក់កណ្ដាលផ្លូវនេះឃើញថានៅខាងដើមរលាញ់នោះវិញឃើញថាសំឡេងរៃចាប់ដើមយំស្រែកទៀតហើយជាទូទៅបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំអត់ដឹងថាខេត្តបងប្អូនមានរៃយំដែរឬអត់តែសម្រាប់ខាងខ្ញុំណាមានរៃយំដែរបាទអញ្ចឹងអឺដោយដែលខ្ញុំធ្លាប់និយាយពីមុនមកដែរតើទៅនឹងសត្វរៃគឺជាសត្វមួយដែលមិនសូវជាខ្វាយខ្វល់ពីរឿងទ្រព្យសម្បត្តិអាហ្នឹងបើជារឿងនិទានដែលខ្មែរយើងធ្លាប់ធ្វើការនិយាយពាក្យថាទ្រព្យសម្បត្តិហ្នឹងវាមានដូចជាតកទៅនឹងស្បៀងអាហារស្រូវអង្គហ្នឹងបាទអញ្ចឹងបើសម្ោចគឺជាសត្វមួយប៉ិនសន្សំសំចៃនៅពេលដែលខែភ្លៀងឬក៏ខែអីមួយសម្ោចគាត់តែងតែធ្វើការនាំគ្នាដើម្បីជញ្ជូនស្បៀងទុកការពារនៅពេលដែលមានគ្រោះរដូវទឹកឡើងដែលជារដូវមួយដែលធ្វើការលិចលង់ផ្ទះសម្បែងអញ្ចឹងសម្ោចគឺគេមានស្បៀងសម្រាប់សគួរទុកញ៉ាំឬក៏ទុកហូបអីចឹងណាអាហ្នឹងភាសាមួយដែលយើងនិយាយភាសាដែលព្រោះស្ដាប់បើភាសាដែលយើងនិយាយគិតថាទុកស៊ីទុកអីអាហ្នឹងវាមិនសូវព្រោះស្ដាប់អញ្ចឹងយើងប្រើពាក្យមួយថាទុកញ៉ាំឬក៏ទុកហូបទៅបាទអញ្ចឹងទស្សនវិជ្ជាខ្លះរបស់សត្វរៃក៏ដូចជាសត្វសម្ោចវាប្រៀបបានដូចទៅនឹងមនុស្សយើងដែរមនុស្សខ្លះគាត់មានជាគំនិតឬក៏ជាមាយាទគាត់មានជាអត្ថប្រយោជន៍អត្តចរិតរបស់គាត់ល្អទៅកប្បកិរិយារបស់គាត់ល្អគាត់ចេះធ្វើការសន្សំរាល់ទ្រព្យសម្បត្តិរាល់អ្វីមួយដែលគាត់បានធ្វើអញ្ចឹងវាជាអត្ថប្រយោជន៍របស់គាត់មួយដែរបាទអញ្ចឹងអានេះគឺជាយោបល់ក៏ដូចជាគំនិតរបស់ខ្ញុំខ្លះដែរតែខ្ញុំចង់ធ្វើការបង្ហាញនៅក្នុង channel YouTube របស់ខ្ញុំក៏ដូចជាការចែករំលែកគំនិតបន្តិចបន្តួចដល់បងប្អូនដែលតែងតែទស្សនានៅវីដេអូរបស់ខ្ញុំកន្លងមកនៅក្នុង channel YouTube របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងជាគំនិតរបស់ខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលលេងនៅបណ្ដាញសង្គម YouTube ឬក៏បណ្ដាញសង្គមផ្សេងដូចជា TikTok ឬក៏ Facebook ឬក៏Instagram ឬក៏ Twitter យើងអាចធ្វើជាវីដេអូបានដើម្បីធ្វើការចែករំលែកក៏ដូចជាការបង្ហាញអំពីទស្សនវិជ្ជាដែលយើងបានទៅទស្សនានៅតំបន់ណាមួយឧទាហរណ៍ដូចជាតំបន់ប្រាសាទនៅក្នុងប្រទេសកម្ពុជារបស់យើងអាចធ្វើការចែករំលែកទៅពិភពលោកឬក៏ទៅaudience ដែលគាត់ធ្លាប់តែទស្សនានៅវីដេអូរបស់យើងនៅក្នុង channel របស់យើងផ្ទាល់តែម្ដងដើម្បីឲ្យគាត់បានស្គាល់ពីអ្វីដែលយើងមានហើយបើករណីមួយនេះ
cô dương chia cùng nịch rồi bọc nhom đá dương cô miên chia chăn tẹt mua ấy nước không cạp sọc sai pi đầm bòn tết châu nước không bờ tết bao dương đầm bay ao ấy miên chở ròn tết châu miên ca lái nước không bờ tết bao dương ca na đã miên chở ròn nhiều tết châu quạt bàn mọc châu mọc tu sna nơi bờ tết bao dương quạt tay tay thưa ca trai bạ bạn chẳng vì chi đồng hàmในសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយដែរបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ធ្វើការចែកម្លែកនៅវីដេអូបន្តិចបន្តួចដែលជាវីដេអូនេះគឺខ្ញុំបានមកធ្វើការលេងនៅស្រុកកំណើតដែលជាថ្ងៃចុងសប្តាហ៍ឆ្លៀតពេលជួបជុំបងប្អូនដែរដោយសារគាត់ត្រូវមកធ្វើការសែនភ្នូតាយាយបាទជាទូទៅសម្រាប់យើងមុននឹងចូលឆ្នាំខ្មែរប្រពៃណីជនជាតិខ្មែររបស់យើងទីទម្លាប់នៃបងប្អូនជនជាតិខ្មែរគាត់តែងតែមានការធ្វើដូចជាការសែនភ្នូឪពុកម្ដាយឬក៏ជីដូនជីតារបស់យើងដែលគាត់បានធ្វើការចែកឋានទៅបាទអញ្ចឹងនេះគឺជាគំនិតក៏ដូចជាដែលបងប្អូនដែលគាត់បានធ្វើការជួបកន្លងមកអ្នកខ្លះគាត់បងប្អូនខ្លះគាត់ឆ្ងាយហ្នឹងទៅគាត់ក៏មិនបានមកអ្នកខ្លះគាត់នៅចិត្តទៅក៏គាត់មានពេលហ្នឹងទៅគាត់មកដើម្បីជាការដឹងគុណដល់អ្នកមានគុណដែលធ្លាប់តែមើលថែរក្សាយើងកន្លងមកដែរបាទអញ្ចឹងនៅខាងមុខផ្ទះរបស់ខ្ញុំនេះគឺឃើញថារៀងយប់ដែរស្មាននេះបាទឃើញថានៅខាងនេះមានទៅដោយប្រាំងស្រូវដែលដីនេះគឺខាងក្រុមហ៊ុនគាត់បានធ្វើការទិញមកប៉ែកនៅខាងមុខផ្ទះរបស់ខ្ញុំនឹងអស់ហើយអញ្ចឹងគាត់ក៏បានធ្វើការធ្វើជាស្រូវប្រាំងស្រូវដើម្បីធ្វើទុកជាអង្គរពីមុនស្រុកខាងខ្ញុំនេះមិនសូវជាមានខាងមុខនេះគឺអត់ទេពីមុនគឺជាប្រភេទស្មៅទេធ្វើជាការពោតស្ដែកញ៉ៅដាំចសក់តាមឲ្យយើងទៅហើយឥឡូវនេះឃើញថាកែច្នៃដីបាត់អូនេះទៅជាស្រូវអញ្ចឹងវីដេអូប្រហែលប្រហែលជាមួយខែមុនគោខ្ញុំធ្លាប់ធ្វើជាវីដេអូមួយដែរទៅនឹងការចាប់កង្កែបនៅកន្លែងហ្នឹងអញ្ចឹងឥឡូវនេះគឺឃើញថាចាប់ដើមមានសម្លេងកង្កែបយំស្រែកពេញហ្នឹងបាទសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាដែលមនុស្សមួយចំនួនគាត់នឹងធ្លាប់ឆ្លងកាត់ពីទស្សនវិជ្ជាតែយើងនៅបែបស្រុកស្រែហើយយើងតែងតែឮនៅសម្លេងបែបចង្រិតស្រែកកូនកែបហ្នឹងគេហៅថាប្រឡំតនឬក៏គ្រៀតយំហ្នឹងបាទអញ្ចឹងឃើញថានេះគឺជាសម្លេងមួយដែលមើលទៅវាយ៉ាងដែរសម្រាប់យើងនៅពេលដែលយើងបានមកស្ដាប់នៅសម្លេងសត្វយំម្ដងទៀតសម្រាប់ខ្ញុំគឺខ្ញុំជាអ្នកខេត្តអ្នកស្រុកស្រែអញ្ចឹងអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់គឺគិតថាវាមានប្រយោជន៍សម្រាប់ខ្ញុំហើយអត់អីទេថ្ងៃនេះគ្រាន់តែចង់ធ្វើជាវីដេអូខ្លះអំពីទស្សនវិជ្ជាភូមិស្រុកដែលខ្ញុំបានមកធ្វើការទស្សនាក៏ដូចជាការមកដើរលេងមកលេងនៅភូមិស្រុករបស់ខ្ញុំផ្ទាល់តែម្ដងបាទជម្រាបលាដល់បងប្អូនម្ដងទៀតជម្រាបលាបាយបាយ